បាទសួស្តីអ្នកនរគ្នានេះជាវីដេអូទី10នៃកុំនេះបាទដែលខ្ញុំនឹងបង្ហាញអំពី point lab comment បាទមែនតើcomment មួយហ្នឹងខ្ញុំបង្កើតឡើងខ្ញុំចង់រៀបចំទៅលើដៃដែលយើងមានរង្វាយលើ12ម៉ែត្រណាមានន័យថាធម្មតានៅពេលដែលដៃលើ12ម៉ែត្រយើងត្រូវ lab ម្ដងត្រូវព្រោះថាដៃរបស់យើងដែលយើងទិញនៅទីផ្សារហ្នឹងមានតែ12ម៉ែត្រទេអញ្ចឹងខ្ញុំចង់យកវាមកប្រើនៅត្រង់ដៃថ្នមឬក៏ដៃបាទដៃកម្រាលខណ្ឌដែរវាសិតតែមានប្រវែងលើ12ម៉ែត្របាទនេះ29ម៉ែត្រណាអញ្ចឹងវាសឹងតែតដៃ3ដងបាទហើយមែនតើយើងអាចធ្វើការប្រើបានប៉ុន្តែខ្ញុំមានអារម្មណ៍ថាខមមិនហ្នឹងនៅប្រើអត់ទាន់ស្រួលទេបាទអញ្ចឹងបញ្ជាក់ជូនបងប្អូនហើយខមមិននេះអាចនឹងប្រើអត់ទាន់កើតទេនៅពេលបច្ចុប្បន្នហើយខ្ញុំនឹងអាប់ដេតវាបន្តទៀតនៅ version ក្រោយអញ្ចឹងរបៀបប្រើរបស់វានេះបាទពេលយើង select នៅលើដៃបាទហើយយើង select ដៃខាងលើហើយយើងចុច finish អានេះសំដៅបាទនេះអាហ្នឹងវានឹងកាត់ឲ្យហើយវានឹង lab បែបនេះបាទអាហ្នឹងវានឹង lab ចំពាក់កណ្ដាលតែម្ដងតែអានេះវាអត់ទាន់អាចសេរីបាទអត់ទាន់អាចសេរីប្រវែងបានព្រោះវានឹងចាប់យកចំណុចកណ្ដាលហើយនេះយើងអាចធ្វើការនេះវាម្ដងទៀតបាទ point lab ម្ដងទៀតអញ្ចឹងវានឹងទៅកណ្ដាលមួយតង់ទៀតបាទហើយមើលទៅប្រើដូចអត់តន់កើតទេចឹងគាត់បញ្ជាក់ជូនបងប្អូនហើយថាកមន្តមួយនេះយើងប្រើអត់តន់បានទេអញ្ចឹងសូមបងប្អូនរងចាំនៅ version ក្រោយទៀតបាទនេះដៃនេះអីនេះនៅពេលដែលយើងប្រើក្រែង lab ទៅវាจะចេញបាទសំទោសpoint lab ឆ្លងក្រែង point lab បាទវាទៅចេញផ្ដេកអញ្ចឹងបាទវានៅ error វាមានបើកមួយចំនួនអូខេអញ្ចឹងអត់អីទេអានេះបងប្អូនពុំទាន់អាចប្រើបាទព្រោះអាចនឹងវាអត់ទាន់ស្រួលប្រើទេអញ្ចឹងសម្រាប់ខ្ញុំបែនខមមិននេះមួយសិនបាទខ្ញុំនឹងអាប់ដេតវាអត់បានឆាប់នៅក្នុង version ក្រោយបាទសូមអរគុណ